ok តោះការពីវីដេអូមុនខ្ញុំដាក់ជាសំណួរថាហេតុអីបានជាពេលនៅខាង AC នេះភ្លើងធំនេះ235វ៉ុលហើយពេលដែលវាឆ្លងផុតមកខាងនេះពេលដែលវាឆ្លងផុតមកខាង DC នេះមិនបានភ្លើងវាបានដល់106 107វ៉ុលអញ្ចឹងណាហ្នឹងសំណួរទី1សំណួរទី2ខាងនេះដកខាងនេះបូកឃើញទេឃើញភ្លើងនេះពេលខ្ញុំដាក់ខាងនេះមានលោសញ្ញាដកនេះដកនេះពេលលោខាងនេះមានសញ្ញាបូកណាភ្លើង DC វាមានដកមានបូកតែភ្លើង AC ឲ្យមានដកឲ្យមានបូកទេណាពេលវាស់ហ្នឹងហើយអញ្ចឹងមានពីរបញ្ហាហ្នឹងដើម្បីយើងពិភាក្សាគ្នាតណាអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងយកបញ្ហាមួយហ្នឹងមកបកស្រាយណាតែមុននឹងបកស្រាយហ្នឹងខ្ញុំឲ្យជាចម្ងល់បន្ថែមទៀតសិនខ្ញុំបកកែលើកចម្ងល់ឲ្យឆ្ងល់មេរៀនមុនខ្ញុំនិយាយថាខាងខ្មែរនេះខាងអាណូតខាងសនេះខាងកាតូតអញ្ចឹងខាងនេះប៉ូលបូកខាងនេះប៉ូលដកតែហេតុអីបានខ្ញុំវាស់អានេះដកណាដកខ្ញុំគួរតែចុចទៅឃើញដកតែមិនបានខ្ញុំចុចអានេះទៅឃើញបូកឃើញទេដល់អានេះបូកនេះអានេះខាងអាណូតនេះខាងកាតូតតែហេតុអីបានខ្ញុំចុចទៅខាងហ្នឹងឃើញជាភ្លើងដកវិញមានឆ្ងល់ទេហ្នឹងហើយអញ្ចឹងកុំច្រឡំណាយើងប៉ូលបូកប៉ូលដករបស់ឌីយ៉ូតហ្នឹងគឺអានឹងបូកអានឹងដកត្រូវហើយក៏ប៉ុន្តែដែលយើងវាស់ឃើញបូកដកនៅលើនេះអាហ្នឹងគេហៅចរន្តភ្លើងនេះចរន្តភ្លើងនេះពេលដែលវារត់មកវាអត់ចូលក្នុងនេះទេវាអត់ចូលមកខាងនេះទេវាចូលមកខាងនេះអញ្ចឹងណាអញ្ចឹងភ្លើងវារត់ពីបូកមកដកភ្លើងវារត់ពីបូកមកដកអញ្ចឹងពេលដែលវារត់មកខាងនេះគឺភ្លើងបូកហើយនេះភ្លើងវារត់ចូលមកដល់បូកហើយនេះឃើញអត់បូកដល់តែពេលអានេះវាអត់រត់ចូលវាទៅជាដកវិញយល់ណាប៉ូលរបស់ឌីយ៉ូតផ្សេងចរន្តភ្លើងរត់ផ្សេងមិនមែនថាអានេះប៉ូលដកគឺភ្លើងដកអីណាគឺគេយកចរន្តភ្លើងរត់ចូលមកចេញមកនេះគឺបូកហើយអានេះមកដកបាទអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបកស្រាយរឿងថាមិនបានភ្លើងខាង AC 300ជាងវ៉ុលមកដល់ខាងនេះមានតែ100ជាងវ៉ុលអរគុណជួបគ្នានៅវីដេអូក្រោយ